សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបធ្វើបង្អែមបបរល្ពៅគ្រឿងផ្សំមានដូចជាខ្ទិះដូង1កូនចានចង្កឹះស្ករ1កូនចានចង្កឹះទឹក2កូនចានចង្កឹះហើយនេះគឺល្ពៅយើងកាត់ជាដុំបែបនេះហើយសាគូកន្លះកូនចានចង្កឹះអំបិល1ស្លាបព្រាកាហ្វេដាក់ឆ្នាំងបើកភ្លើងក្តៅល្មមពេលឆ្នាំងក្តៅហើយដាក់ទឹកចូលរួចហើយដាក់ខ្ទិះដូងចូលរួចហើយបិទគម្របពេលដែលទឹកពុះដាក់ល្ពៅចូលឥឡូវបិទគម្របពេលដែលទឹកពុះដាក់សាគូចូលហើយយើងនឹងរំងាស់បែបនេះទាល់តែល្ពៅផុយពេលដែលល្ពៅផុយហើយយើងនឹងដាក់ស្ករហើយនិងអំបិលចូលឥឡូវបង្អែមបបរល្ពៅឆ្អិនហើយយកចានដួសដាក់ហើយកុំភ្លេចសាកធ្វើញ៉ាំណាអរគុណសម្រាប់ការមើលសូមចុចអក្សរ like និង subscribe ដើម្បីមើលវីដេអូផ្សេងៗទៀតហើយអក្សរ like និង subscribe នៅខាងក្រោមវីដេអូអរគុណ